ករខ្មែរនៅប្រទេសថៃបានធ្លាក់ចូលដល់490,000 នាក់ចាប់តាំងពីពេលមានភាពតានតឹងនៅតាមបណ្ដាព្រំដែនឧបត្ថម្ភដោយក្រុមហ៊ុន Campaign ថ្នាំពោជាតិស្រស់ស្អាតហើយជាប់បានយូរក្រសួងការងារប្រទេសថៃបានឲ្យដឹងថាចំនួនពលករកម្ពុជាដែលមានការអនុញ្ញាតនៅក្នុងប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹមតែ490,334 គិតត្រឹមចុងខែសីហាពលគឺធ្លាក់ចុះពី512,207 នាក់ក្នុងខែឧសភាមុនពេលមានភាពតានតឹងនៅតាមបណ្ដាព្រំដែនកើតឡើងរបាយការណ៍ថ្ងៃទី7ខែតុលាឆ្នាំ2025បង្ហាញថាកម្លាំងពលករបច្ចុប្បន្នមានកម្មករជំនាញចំនួន676នាក់ដែលមានបានការងារនិង489,858 កម្មករដោយដៃប្រភេទការងារដោយដៃបានបំបែកទៅជាកម្មករចំនួន162,015 នាក់ក្រោមកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា MOU 27,017 នាក់ជាអ្នកធ្វើដំណើរឬកម្មករតាមផ្លូវនិង3,826 នាក់នៅក្រោមដំណោះស្រាយរបស់គណៈរដ្ឋមន្ត្រីថៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជាបានប្រមាណមានប្រជាពលរដ្ឋចំនួន 1.2 លាននាក់កំពុងធ្វើការនៅប្រទេសថៃនៅពេលដែលចំនួនព្រំដែនកាន់តែខ្លាំងឡើងនៅក្នុងខែមិថុនាអ្នកនាំពាក្យក្រសួងលោកសុនមេសាបានប្រកាសថាយ៉ាងហោចណាស់មាន78,000 នាក់ប្រហែល 65% បានត្រឡប់មកកម្ពុជាវិញហើយការចាក់ចែងដ៏ធំបំផុតនឹងពាក់ព័ន្ធនឹងការធ្វើលិខិតឆ្លងដែន Border Pass ដែលធ្វើការនៅក្នុងវិស័យកសិកម្មនិងបទពិសោធន៍ពលករទាំងនេះខ្លាចស្នាក់នៅហួសការអនុញ្ញាតក្នុងអំឡុងពេលបិទប៉ុស្តិ៍ត្រួតពិនិត្យដែលនឹងត្រូវទទួលទោសតាមច្បាប់អន្តោប្រវេសន៍ថៃក្រសួងការងារប្រទេសថៃបានបញ្ជាក់ថាការបិទព្រំដែនបង្កការព្រួយបារម្ភក្នុងចំណោមអ្នកកាន់ប័ណ្ណ Border Pass អំពីការផុតកំណត់នៃលិខិតអនុញ្ញាតដែលនាំឲ្យមានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មទោះបីជាមានការចាក់ចែងរបស់ពលករកម្ពុជាក៏ដោយក៏ប្រទេសថៃអាចទាក់ទាញពលករមកពីប្រទេសឡាវមីយ៉ាន់ម៉ានិងវៀតណាមដើម្បីបំពេញចន្លោះប្រហោងពលករខ្មែរភាគច្រើនធ្វើការជាកម្មករទូទៅដែលមានការប្រមូលផ្ដុំខ្ពស់បំផុតនៅទីក្រុងបាងកកក្រសួងបានដាក់ចេញនូវវិធីសាស្ត្រ4ចំណុចក្នុងការគ្រប់គ្រងពលករចំណាក់ស្រុកការការពារសិទ្ធិមនុស្សនិងសុវត្ថិភាពការលើកកម្ពស់ការចុះបញ្ជីស្របច្បាប់និងការបង្ក្រាបបណ្ដាញជួញដូរមនុស្សនិងការអប់រំកម្មករអំពីសិទ្ធិរបស់ពួកគេការរក្សាទុកការបន្តការអនុញ្ញាតការងារសម្រាប់កម្មករស្របច្បាប់ដែលមានស្រាប់រួមទាំងជនជាតិមីយ៉ាន់ម៉ាក្រោមដំណោះស្រាយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី8ខែកក្កដានិងផ្ដល់ការបន្ធូរបន្ថយដល់អ្នកកាន់លិខិតឆ្លងដែនក្រោមដំណោះស្រាយនៅថ្ងៃទី22ខែកក្កដាការពង្រីកពិចារណាលើការអនុញ្ញាតការងារសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ាការចរចាកិច្ចព្រមព្រៀង MOU បន្ថែមជាមួយប្រទេសដូចជាស្រីលង្កានិងការចុះឈ្មោះពលករបរទេសដែលគ្មានឯកសារក្រោមដំណោះស្រាយគណៈរដ្ឋមន្ត្រីថ្ងៃទី19ខែសីហាការជ្រើសរើសបុគ្គលិកថៃពង្រីកការងារក្នុងស្រុកតាមរយៈមជ្ឈមណ្ឌលសេវាកម្មការងារការិយាល័យការងារតាមខេត្តនិងទីក្រុងបាងកកនិងវេទិកា Digital Thai Million The Have Job ដើម្បីផ្គូផ្គងអ្នកស្វែងរកការងារថៃជាមួយនឹងមុខតំណែងដែលមានរដ្ឋាភិបាលបានសង្កត់ធ្ងន់ថាការរក្សាបាននៅគ្រប់ខណ្ឌច្បាប់សម្រាប់ពលករបរទេសខណៈដែលការពង្រីកឱកាសសម្រាប់ពលករថៃនៅតែជាអាទិភាពមួយខណៈដែលប្រទេសនេះរុករកការងារសំខាន់ទីផ្សារការងារក្នុងតំបន់